បន្ទាប់ពីវគ្គមុនបន្ទាប់សិក្សាបានរកឃើញសារកបាត់ Rider មួយគឺក៏បានជួបមកមើលពេលនោះការឌីន Rider ក៏បានមកដល់ដោយមិនចាំយូរគេក៏បានខ្លាចជាកបាត់ Rider បន្ទាប់មកការឌីន Rider ក៏បានបាញ់គេត្រូវមួយគ្រាប់ពេលដែលសិក្សាងើបមកវិញក៏បានគេថាគេមិនកើតអីនោះឡើយដោយសារឈុតក្រោះម៉ៃមកពួកចៅអាចារ្យក៏បានមករំពឹកត្រូវពួកចៅអាចារ្យហ្នឹងម៉ៃសើស៊ីផុយតពីចាត់ការពួកចៅអាចារ្យមកហើយពេលនោះមេធុកក៏បានមកដល់ការឌីន Rider ការឌីន Rider និងម៉ៃសើក៏បានប៉ះគ្នាតែម្ដងមុនវ័យគ្នាក៏បានកន្លះគ្នាមួយជុំសិនបន្ទាប់មកបានចូលវ័យជាដំបូងម៉ៃសើដូចមានប្រៀបជាការឌៀនក៏បានលេងខូចបាញ់ថាពលគេចំម៉ៃសើចាយក៏តែម៉ៃសើមិនអីឡើយពេលម៉ៃសើបានរត់ចូលទៅដល់ស៊ីម៉ាទីម៉េរបស់ការឌៀន Rider ធ្វើឲ្យគេត្រូវរបួសជាដំណើរមីខីវិញក៏មានទទួលញ៉ាំដឹងថាមិត្តភក្តិខ្លួនកំពុងមានគ្រោះថ្នាក់មែនទែនហើយពេលនេះសុឈីបានខ្លាចចម្រុងលុធម្មតាហើយបាទពេលនោះការឌៀន Rider ប៊ីដាក់សុឈីមួយដៃទៅហើយនោះប៉ុន្តែកំពុងព្យាយាមរើបំរាស់ចង់ចេញមកជួយសេឈីមែនតើបន្ទាប់មកធ្វើឲ្យការរបស់គេបានហោះទៅរុំសេឈីតែម្ដងពេលហោះទៅដល់បានវាយប្រហារទៅលើការឌៀន Rider អាខ្ទៀតហើយសេឈីវិញក៏បានឆ្ងល់ថាជុំស្អីហ្នឹងពេលនោះមីគីក៏បានណែនាំគេបានបង្ហាញខ្លួនថាគេគឺជាមីគីនឹងឯងធ្វើឲ្យសេឈីពិតជាហើយមីគីក៏ដូចគ្នាពេលនេះពួកគេចង់រួមដៃគ្នាប្រយ័ត្នការគ្នាហើយបានរួមឡើងគ្នាដល់ទៀតមីខីក៏បានខ្លាចជាម៉ៃសើដាក់ហ្វមធ្វើថលបាជាធ្វើថលហើយដែរបន្ទាប់មកគេក៏បានរត់ចូលទៅវាយប្រហារទៅលើ Guardian Rider លើកនេះដូចជាមីខីមានប្រៀបជាងចម្លែកអ្នកដែលបង្កើតការ Rider កំពុងកង្វះមើលស្ទើរថាមពលរបស់មីគីពិតជាថាឡើងហួសខ្លាំងមែនទែនថាគេចាប់ឲ្យជាខ្លាំងមូលហេតុនោះគឺគេបានប្រកសហការជាមួយគ្នានឹងឯងបន្ទាប់មកការ Rider ក៏បានប្រើថាមពលគេបាញ់ដងទៀតមីគីវិញក៏បានប្រើសៀល Total ការពារខ្លួនតមកការ Rider ក៏បានចេញអត្តមេក្រុមដងទៀតតែលើកនេះគ្មានប្រយោជន៍នោះទេអត់ក៏បានត្រូវមីគីដាក់ពីដើរទីថយក្រោយគេក៏បានដាក់ក្លោះអាប់ចាត់ការតែម្ដងប្រើក្បាច់ចុងក្រោយបន្ទាប់ពីចាត់ការកាឌៀន Rider ហើយពេលនោះគេបានកាត់មួយគេកាត់កាឌៀនស្រាប់ពេលនោះមានម៉ូតូ Rider មួយបានចេញហាយខ្លួនមុខគេដែលមិនចាំយូរគេក៏បានឡើងម៉ូតូនោះចាក់ចេញទៅរឿងយើងក៏បានចប់ពីត្រឹមនេះដូចគ្នាសូមរងទស្សនាភាគបន្ត